ផៅរបស់យើងនេះស្មើមកលើឲ្យត្រង់ជាមួយនឹងដងខ្លួនហើយយើងក្រោកឡើងព្យាយាមកោងយកសាច់ដុំពោះយើងទាញឡើងលើតោះនេះយកសាច់ដុំពោះយើងទាញមកខាងលើថ្ងៃនេះយើងនាំគ្នាមកធ្វើលំហាត់ប្រាណតាក់ទងទៅនឹងពេលវិជាលដែលចង្កេះនេះវាអែនទៅមុខអញ្ចឹងទេនៅពេលដែលយើងឈរយូរអូយរយបាទនៅពេលដែលយើងធ្វើការច្រើនអង្គុយច្រើនគឺមានអារម្មណ៍ថាចុកមានអារម្មណ៍ថាណែនមិនថាអ្នកណាតែឲ្យតែមានទម្រង់បែបហ្នឹងគឺឈឺទាំងអស់មិនអាចលើកលែងបានទេអញ្ចឹងហើយថ្ងៃនេះខ្ញុំមានលំហាត់ប្រាណមួយចំនួនដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើនៅផ្ទះដើម្បីកែលម្អពីចង្កេះរបស់យើងដែលអែនទៅមុខដើម្បីឲ្យវាមកត្រង់វិញដើម្បីបង្កើនលំនឹងឲ្យវាមានតុល្យភាពនៃរាងកាយរបស់យើងឥឡូវនេះយើងចូលដល់លំហាត់ប្រាណរបស់យើងតែម្ដងបាទឥឡូវនេះលំហាត់ប្រាណទី1របស់យើងអ្នកទាំងអស់គ្នាដាក់ជើងមួយឲ្យស្មើប៉ុណ្ណឹងលើផ្ទៃរាបជើងមួយនេះយើងលាមកមុខបន្តិចមកហើយយើងរុញយើងរៀបទីតាំងរបស់យើងឲ្យស្មើប៉ុណ្ណឹងកុំអែនខ្លាំងពេកកុំកោងខ្លាំងពេកបាទឥឡូវនេះរៀបដូចខ្ញុំឲ្យត្រង់សិនហើយរុញតាគៀបនេះមកមុខបន្តិចឯងពវល់មុនដំបូងគឺអែនប៉ុណ្នេះហើយយើងពវល់មកមុខប៉ុណ្នេះបន្តិចឲ្យវាស្មើដើម្បីឲ្យតឹងនៃផ្លូវខាងមុខរបស់យើងតោះនេះឲ្យតឹងនៅផ្លូវខាងមុខរបស់យើងពវល់វាមកស្មើប៉ុណ្ណឹងបន្តិចខ្លួននេះឲ្យត្រង់រុញតាគៀបនេះមកមុខចាំមើលមួយសារទៀតកុំអែនកុំកោងខ្លាំងពេកបាទរៀបទីតាំងឲ្យត្រង់បែបនេះសិនជើងនេះកុំឲ្យវេមកចូលខាងក្នុងពេកតន់ខ្ញុំធ្វើកុំឲ្យវេចូលមកខាងក្នុងពេកជើងនេះរេឲ្យត្រង់បាទប៉ុណ្ណឹងរៀបទីតាំងឲ្យស្មើសិនភ្នែកសម្លឹងទៅខាងមុខបាទភ្នែកសម្លឹងទៅខាងមុខហើយចាំយើងចាប់ផ្ដើមរេឆ្អឹងតាគៀបរបស់យើងនេះមកពីមុនប៉ុណ្ណឹងរេឲ្យត្រង់មកមុខប៉ុណ្នេះបន្តិចមើលខ្លួនបាទមើលទៅមុខហើយរុញចុះមកបញ្ជាក់ទៀតចង្កេះនេះកុំឲ្យអែនមកមុខឲ្យត្រង់ប៉ុណ្ណឹងហើយរុញចុះមកដកដង្ហើមវែងមិនបាច់លើកដៃពុតពេលឲ្យខ្លាំងពេកទេជើងខាងក្រោយដាក់ឲ្យត្រង់ភ្នែកសម្លឹងទៅមុខខ្លួនឲ្យត្រង់ចង្កេះនេះកុំឲ្យអែនទៅមុខឲ្យត្រង់ទប់មក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
រហូតដល់30ឥឡូវនេះយើងចូលដល់លំហាត់ទី2នៃការកែលម្អឆ្អឹងទៅទៀតរបស់យើងដូចគ្នាលំហាត់ទី2អ្នកទាំងអស់គ្នាលាជើងឲ្យត្រង់ដូចខ្ញុំជើងមួយនេះតម្រាក់ចុះហើយយកដៃបាទយកដៃទាញអោនចុះហើយទាញទៅរកជើងអោនចុះហើយទាញទៅរកជើងយើងអោនប៉ុណ្ណាបានប៉ុណ្ណាយើងយកប៉ុណ្ណឹងអោនទាញទៅរកជើងទី1គឺយើងដើម្បីពន្យឺតសាច់ដុំខ្នងរបស់យើងនឹងឲ្យធូរចាំមើលខ្ញុំធ្វើខាងនេះម្ដងទៀតបាទឃើញទេអោនចុះបាទអោនចុះទៅរកជើងអោនចុះប៉ុណ្ណឹងមកហើយមករកជើងយើងនេះការពន្យឺតនេះគឺដូចគ្នា30វិនាទីធ្វើ3ជុំ4ជុំលំហាត់ទី2ខ្ញុំសង្ខេបប៉ុណ្ណឹងចូលដល់លំហាត់បន្តទៀតលំហាត់ទី3បន្តទៀតអ្នកទាំងអស់គ្នាសម្រាប់ដូចខ្ញុំបាទសម្រាប់មកសម្រាប់ប៉ុណ្ណេះសម្រាប់ប៉ុណ្ណឹងយើងមាន yoga block ឬក៏មានអីមួយទៀតក៏បានដែរមានអីរៀងទៀបជាងហ្នឹងរៀងវែងជាងហ្នឹងបន្តិចក៏បានខ្ញុំឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នានេះមើលជើងនេះយើងដាក់ទម្រង់ប៉ុណ្ណឹងមកទម្រង់90ដឺក្រេមកហើយពេលដែលយើងក្រោកខ្នងយើងខាងក្រោយនេះកុំឲ្យអែនបាទព្យាយាមកោងយកសាច់ដុំពោះយើងទាញឡើងលើតោះនេះយកសាច់ដុំពោះយើងទាញមកខាងលើដាក់ដៃទៅលើ yoga block ទាំងសងខាងហើយប្រឹងក្រោកឡើងទប់ប៉ុណ្ណឹងមកអូខេទប់ចោលយើងធ្វើដំបូងយើងទប់ចោលតែ15វិនាទី15វិនាទីយើងធ្វើ8ទៅ10ដងអ្នកទាំងអស់គ្នាតន់នេះ15ឬក៏10វិនាទីហ្នឹងធ្វើ8ទៅ10ដងប៉ុណ្ណឹងបាទជើងយើងប៉ុណ្នេះបើយល់ល្អយើងដាក់ប៉ុណ្ណឹងក៏បានដែរបាទប៉ុណ្ណឹងគៀបបន្តិចក៏បានដែរគៀបបន្តិចយកវាឲ្យរៀងវែងបន្តិចមកស្រួលអ្នកដែលមានកម្លាំងពោះខ្សោយក្រោកទៅអាចនឹងមានបញ្ហាអូខេ
ឥឡូវនេះទុបប៉ុណ្នេះទុបមកអូខេបាទធ្វើដូចខ្ញុំតោះនេះអ្នកទាំងអស់គ្នាដាក់ប៉ុណ្ណឹងហើយប៉ុណ្នេះជើងប៉ុណ្ណឹងមកបាទជើងប៉ុណ្ណឹងមកហើយក្រោកឡើងអឹបអូខេខ្ញុំឧទាហរណ៍ឲ្យមើលអ្នកទាំងអស់គ្នាច្បាស់ជាតន់ច្បាស់ជាយល់ខ្ញុំធ្វើមួយសារទៀតជើងប៉ុណ្នេះទប់ប៉ុណ្ណឹងមកហើយដាក់ដៃទៅខាងក្រោយហើយប្រឹងក្រោកមកហើយអឹបទប់1 2ប្រឹងសាច់ដុំពីខាងក្រោមនេះសាច់ដុំស្នូលរបស់យើងកណ្ដាលនេះប្រឹងទប់បាទប្រឹងទប់បាទប្រឹងទប់មកអឹបទប់10 second ឬក៏15បាទ15វិនាទីបាទនេះគឺជាលំហាត់ទី3ឥឡូវនេះចូលដល់លំហាត់ទី4លំហាត់ទី4យើងប្រើ yoga block ដូចគ្នាប៉ុណ្ណឹងបាទយើងដាក់ប៉ុណ្ណឹងហើយខ្ញុំដាក់2ប៉ុណ្ណឹងដាក់2ប៉ុណ្ណឹងបាទហើយយើងដាក់ឆ្អឹងខ្លួនយើងឲ្យស្មើប៉ុណ្ណឹងយើងចាប់ផ្ដើមធ្វើលំហាត់ប្រាណទី4នេះដោយឲ្យឆ្អឹងផាលរបស់យើងនេះអ្នកទាំងអស់គ្នាចាំមើលដាក់ជើងឲ្យស្មើប៉ុណ្ណឹងមកឆ្អឹងផាលរបស់យើងនេះរេមកលើបន្តិចហើយយើងលើកឡើងបាទតោះនេះបាទរេមកលើបន្តិចហើយពេលដែលយើងលើកឡើងគឺឆ្អឹងផាលរបស់យើងនេះគឺស្មើបាទហើយទម្លាក់ចុះទៅវិញស្មើប៉ុណ្ណឹងដែរឆ្អឹងផាលរបស់យើងនេះស្មើមកលើឲ្យត្រង់ជាមួយនឹងដងខ្លួនហើយយើងក្រោកឡើង1ជើងនេះកុំឲ្យងើយដាក់ប៉ុណ្ណឹងមកទប់កែងជើងប៉ុណ្ណឹងបាទទម្លាក់ចុះទៀត2ទៀតមកអឹប3ទៀតមកអឹប4ទៀតមកអឹប5បាទហើយអ្នកទាំងអស់គ្នាសួរថាបើអត់មាន yoga block ទេធ្វើបែបណាអត់មាន yoga block ទេដាក់រៀបស្មើចឹងក៏បានបាទរៀបស្មើចឹងក៏បានប៉ុណ្នេះជើងប៉ុណ្នេះឆ្អឹងផាលដូចគ្នាកុំឲ្យអែនអញ្ចឹងឆ្អឹងផាលកុំឲ្យអែនអញ្ចឹងងើយឲ្យស្មើបន្តិចមកឲ្យស្មើប៉ុណ្នេះហើយយើងក្រោកឡើងអឹប1បាទអឹប2ទៀតមកអឹប3ទៀតមកអឹប4អូខ្ញុំភ្លេចជើងនេះកុំឲ្យទាញមកមុខខ្លាំងពេកយើងដាក់ទៅប៉ុណ្នេះមិនបាច់90ដឺក្រេទេតម្រង់ប៉ុណ្នេះប្រហែលជា70បាទប្រហែលជា70ដឺក្រេហើយតម្រង់ប៉ុណ្ណឹងធ្វើប៉ុណ្ណឹងមកបាទធ្វើប៉ុណ្ណឹងមកអ្នកទាំងអស់គ្នាដែលចាប់ផ្ដើមធ្វើដំបូងអ្នកទាំងអស់គ្នាអាចធ្វើត្រឹមតែ8 3ជុំបាទអ្នកទាំងអស់គ្នាអាចធ្វើតែត្រឹម8 3ជុំនៅពេលដែលយើងធ្វើបានច្រើនទៅយើងធ្វើ12 3ជុំទេបាទធ្វើឲ្យសម្រាប់ដើម្បីឲ្យរាងកាយនឹងវាជួសជុលវាលូតលាស់តាមដំណើររបស់វាកុំឲ្យធ្វើជាប់ជាប្រចាំពេកអីនៅលំហាត់ប្រាណដដែលហើយនៅពេលដែលថ្ងៃយើងសម្រាកយើងចាំបាច់គឺត្រូវមាន form rule ដើម្បីបន្ធូរសាច់ដុំឲ្យសាច់ដុំនឹងដើម្បីឲ្យសាច់ដុំធូរបាទដូចខ្ញុំប្រើ form rule បែបហ្នឹងដើម្បីបន្ធូរភាពតានតឹងអីចឹងទៅខ្ញុំឧទាហរណ៍មើលទៀតដាក់ប៉ុណ្ណឹងមកហើយ roll តិចបាទ roll តិចនៅតំបន់ដែលមានភាពតានតឹងបាទនៅតំបន់ដែលមានភាពតានតឹង roll យឺតមកអញ្ចឹងនៅក្នុងវីដេអូមួយហ្នឹងគឺខ្ញុំមាន4លំហាត់ហើយនៅចុងក្រោយនៃលំហាត់គឺយើងធ្វើការពន្យឺតសាច់ដុំរបស់យើងនឹងឲ្យធូរម្ដងទៀតដើម្បីឲ្យវាល្អប្រសើរបាទអ្នកទាំងអស់គ្នាមិនយល់នឹងមានចម្ងល់នៅត្រង់ណាអ្នកទាំងអស់គ្នាអាចសួរនាំបានអ្វីដែលខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយជួបគ្នានៅវីដេអូក្រោយបាយ